ហើយកាលដែលមកដល់តំបន់នេះគឺអាត្មាភាពព្រមទាំងប្រសង3អង្គទៀតបានរួមដំណើរមកនេះឃើញថាមានដំណើរផ្លូវវែងឆ្ងាយណាស់ឆ្លងកាត់ភ្នំនោះរាប់ពាន់រាប់ម៉ឺនភ្នំតម្រាំតែមកដល់កន្លែងនេះហើយសូមបញ្ជាក់កាលណាកូនចាស់ញាតិញោមថាបើតាមសម្ដីនៃព្រះសង្ឃឡាម៉ាដែលជាអ្នកកាន់ព្រះពុទ្ធសាសនាដែរតែនិកាយឡាម៉ាជនជាតិនេប៉ាល់កាលពីព្រឹកមិញហ្នឹងព្រះអង្គបានជម្រាបថាទីតំបន់នេះកន្លែងនេះគឺជាមូលដ្ឋានគ្រឹះនៃពួកកេណរ៉ាកេណរ៉ីហើយបញ្ជាក់ញាតិញោមមួយទៀតថាតាមប្រវត្តិសាស្ត្របានបញ្ជាក់ថាមានជនជាតិមួយបែបទៀតដែលមានឈ្មោះថាជនជាតិហង្សាក៏រស់នៅតាមជួរភ្នំហេម៉ាឡាយនេះដែរយើងហៅថាភ្នំហេម៉ាពៀនដែលពួកនោះមានគ្នាប្រមាណជា50000នាក់ហើយសពថ្ងៃហ្នឹងពួកហ្នឹងមានអាយុវែងជាងគេក្នុងចំណោមជនជាតិលើពិភពលោកពួកហ្នឹងជាធម្មតាយ៉ាងតិចក៏អាយុ120ដែរទើបស្លាប់នេះបើតាមប្រវត្តិសាស្ត្របានសរសេរហើយមួយទៀតនោះគេថាអ្នកខ្លះមានអាយុកាលរហូតដល់140ឆ្នាំហើយมันមានការប្រមាថគ្នាมันមានការបៀតបៀនគ្នាពួកនឹងជាមនុស្សដែលប្រកបដោយការមិនព្យាបាទជាអ្នកមានខន្តីធម៌ល្អស្ងប់ស្ងាត់ហើយសូមកាលណាគុណម្ចាស់ញាតិញោមជ្រាបថាតំបន់នេះគឺជាតំបន់ពួកកេណរ៉ាកេណរ៉ីដែលយើងធ្លាប់តែឮថាជាអ្នកមានសក់ដូចជាកតុយកងោកសក់វែងដៃសឡូនរមរែកអីគឺល្អល្អះការចម្រៀងច្រៀងអីគឺល្អហើយសពថ្ងៃហ្នឹងមានជនជាតិដូចខ្ញុំគណៈអាត្មាភាពបានបញ្ជាក់ថាជនជាតិហង្សាមួយហ្នឹងហង្សាគឺយើងសំដៅទៅលើសត្វហង្សពើពូជហង្សនិងពូជកងោកពួកកេណរ៉ាកេណរ៉ីគឺជាពូជកងោកពួកហង្សាគឺជាពូជហង្សឬក៏ពូជគេហៅថាខ្មែរយើងមួយចំនួនមានថាសត្វកងានអញ្ចឹងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ថ្ងៃនេះខ្ញុំកណ្ដាលស្មារតីជាមួយលោកជាកាមេរ៉ាបាននាំគ្នាទៅភ្នំកៃឡាស់ហើយនឹងជើងភ្នំហែមពៀននៅផ្នែកខាងនេប៉ាល់ចំនួន900គីឡូនឹងគេយន្តផងដើម្បីដល់ទស្សនាថតយករូបភាពជាក់ស្ដែងដើម្បីបង្ហាញដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានទស្សនា Sit for filming and photography ជាយាយលឿភ្នំកៃឡាស់ក៏អីទៅពីជួរនេះគេប្រហែល For the safety is all concerned, we hope that the flight with the end will impart all your high pressure. ប្រទេសនេះជាចំណែកមួយនៃជម្ពូទ្វីបដែលហៅថាប្រទេសឥណ្ឌាជាប់តាមជើងភ្នំហែមពៀនដែលជាកន្លែងកំណើតនិងជាទីអាស្រ័យនៅរបស់ពួកកេណរ៉ាកេណរ៉ីភ្នំហែមពៀនជាប់3ប្រទេសគឺប្រទេសឥណ្ឌានេប៉ាល់និងចិនមានចម្ងាយ2500គីឡូម៉ែត្រ4ជ្រុងក្នុងនោះប្រទេសនេប៉ាល់មានចំនួន900គីឡូម៉ែត្ររីឯដើមព្រេងប្រចាំទ្វីបនោះស្ថិតនៅក្នុងប្រទេសនេប៉ាល់ដើមព្រេងនោះមានកម្ពស់50យោជន៍និងទទឹងបែកមេឃសាខាចំនួន49យោជន៍ដើមព្រេងនេះមានអាយុកាលវែងណាស់ស្មើនឹងអាយុកាលនៃផែនដីកើតឡើងព្រមគ្នាបាត់រលត់ទៅវិញក៏ព្រមគ្នាតាមរបៀបសង្ខារលោកដែលបានតាក់តែងលោកឲ្យកើតឡើងតាមលក្ខណៈធម្មជាតិទីនេះគឺជាកណ្ដាលក្រុងរបស់ទីកណ្ដាលក្រុងកាត់ម៉ាន់ឌូហើយក៏បានមកដល់ចេតិយមួយដែលឈ្មោះថាប៊ុនដីស្ទូប៉ានេះគឺគេហៅថាប៊ុនឌីសក៏បានប៊ុនដីក៏បាន
How far?នេះគឺជាកបិលវត្ថុថ្មីឥណ្ឌាហៅថាពិប្រវាបានតម្កល់ព្រះសារីរិកធាតុ2នាលឥឡូវរដ្ឋាភិបាលបានអារាធនាមកតម្កល់ទុកនៅសារមន្ទីរជាតិក្រុង New Delhi ក្រុងសាវត្ថីជាទីក្រុងមួយដែលមានឈ្មោះល្បីល្បាញស្ថិតនៅក្នុងដែនកោសលគ្រប់គ្រងដោយស្ដេចប្រសិទ្ធិកោសលទីក្រុងនេះបានបែងចែកជាពីរផ្នែកធំមហេតនិងសហេតបច្ចុប្បន្ននេះស្ថិតនៅក្នុងភូមិសាវត្ថីឃុំសាវត្ថីស្រុកបារាមពុររដ្ឋឧត្តរប្រទេសទីក្រុងនេះមានបញ្ញបុគ្គលជាច្រើនបានមកយួនយកកំណើតចំណែកព្រះសម្ពុទ្ធទ្រង់គង់នៅអស់វស្សាជាច្រើនរហូតដល់25ព្រះវស្សាទីក្រុងនេះព្រះសម្ពុទ្ធទ្រង់បានប្រតិស្ថាននៅពុទ្ធស្ថានជាច្រើនដូចជាភ្នំយមកបបដិហាកន្លែងព្រះសម្មាសម្ពុទ្ធទ្រង់ផ្ចាញ់ពួកនិក្រនន្ទរថីបន្ទាប់មកព្រះអង្គទ្រង់ពុទ្ធដំណើរទៅកាន់ឋានតាវតឹងដើម្បីប្រោសមេត្តាស្ទឹងអចិរាវតីដែលនាងបដាចាឆ្លងកាត់ហើយព្រាត់កូនសម្លាញ់ទាំងពីរនៅទីនោះកូនទី1ត្រូវលង់ទឹកស្លាប់កូនទី2ត្រូវខ្លែងឆក់យកទៅបាត់យ៉ាងគួរឲ្យអណយធម្មបំផុតក្នុងសង្សារវដ្តនេះវត្តពពិរាមជាវត្តរបស់លោកយាយមហាឧបាសិកាវិសាខាបានកសាងថ្វាយចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់គង់នៅទីនេះអស់រយៈ6ព្រះវស្សាផ្ទះអហិង្សកុមារហៅថាអង្គុលីមីបានសម្លាប់មនុស្សរហូតដល់999នាក់ផ្ទះអនាថបិណ្ឌកសេដ្ឋីដែលជាសេដ្ឋីដ៏មានសទ្ធាជ្រះថ្លាចំណាយទឹកប្រាក់ចំនួន54កោដទិញដីកសាងវត្តថ្វាយចំពោះព្រះដ៏មានព្រះភិក្ខឈ្មោះថាវត្តចេតពុនវត្តចេតពុនបានបែងចែកជា3ផ្នែកធំ1ពុទ្ធវាសមានកន្តកុដទាំង3ដែលព្រះសម្ពុទ្ធទ្រង់គង់នៅគ្រប់រដូវកាលគឺរដូវភ្លៀងរដូវរងានិងរដូវក្តៅព្រះវិហារវត្តចេតពុនធម្មសាលាដែលព្រះសម្ពុទ្ធទ្រង់បង្រៀននិងសម្ដែងនៅប្រសូតជាច្រើនដល់មនុស្សនិងទេវតាទី2សង្ឃាវាសមានអនន្តពោហៅថាដើមពោព្រះអនន្តស្ថានទីព្រះអរហន្តទាំង8ទិសធម្មសភាជាទីប្រជុំរងាប់នៅអធិការផ្សេងនិងកុដរបស់អរិយសាវកបុគ្គលទាំងឡាយទី3វត្តរាជការាមជាទីនៅអាស្រ័យរបស់ពួកភិក្ខុនីនៅមិនឆ្ងាយពីវត្តចេតពុនប៉ុន្មានក៏មានវត្តពួកនិក្រនន្ទរថីជាទីអាស្រ័យនៅរបស់ពួកនិក្រននិងនាងចិញ្ចាដែលតែងតែផ្ចាញ់ចំពោះព្រះសម្មាសម្ពុទ្ធគ្រប់ពេលវេលាទាំងអស់នាកាលនោះនៅក្បែរនេះផងដែរមានរណ្ដៅធំទាំង3ដែលជារណ្ដៅប្រធរនីស្រូបដល់ពួកជនអ្នកប្រព្រឹត្តអាក្រក់ដល់លេមុខដូចជានាងចិញ្ចាភិក្ខុទេវទត្តនិងនុនមេនប់ជាដើមដូច្នេះក្នុងនាមយើងជាពុទ្ធសាសនិកគួរវាចាឲ្យឆ្ងាយពីអំពើបាបកម្មដែលតែងតែព្យាបាទចងកម្មពៀវេរារវាងគ្នានឹងគ្នាវិលវល់ឥតឈប់ឈរក្នុងសង្សារវដ្តយើងនេះយើងទាំងអស់គ្នា
គួរដើរតាមពុទ្ធមេគារដ៏ឧត្តមសន្សំសេចក្តីសុខទាំងបច្ចុប្បន្ននិងអនាគតដែលមានព្រះនិព្វានជាទីបំផុតDVD ខ្សែទី3ត្រូវបានបញ្ចប់នៅក្រុងសាវត្ថីទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាពសូមបួងសួងដល់គុណព្រះរតនត្រ័យទាំង3គឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃសូមជួយបីបាច់ថែរក្សាដល់សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងព្រះដៃជគុណព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងទ្រង់សម្ដេចឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាព្រមទាំងពុទ្ធបរិស័ទគ្រប់សតបណៈទាំងក្នុងនិងក្រៅប្រទេសសូមឲ្យបានសមប្រកបតែពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈនិងដោយអំណាចការទ្រទ្រង់ឧបត្ថម្ភពុទ្ធសាសនានេះសូមឲ្យបានជាត្រកូលអ្នកត្រាស់ដឹងបានដល់ព្រះនិព្វានរួចចាក់ទុកគ្រប់គ្នាកុំបីឃ្លៀងឃ្លាតคล้ายទៅជាបការៈដតីឡើយ